គឺព្រាលតែទិន្នន័យបន្ទាប់ពីយើង convert គឺវាច្បាស់នេះគឺច្បាស់ដាក់ S2 DR3 ទៅវានឹងចេញឲ្យនេះ search ពាក្យនេះហើយឃើញវាប្រាប់ដាក់ថា Google Colab Notebook អញ្ចឹងយើងអាចប្រើចុចតាម link នេះក៏បានប៉ុន្តែខ្ញុំធ្លាប់មានខ្ញុំអត់ប្រើតាម link ហ្នឹងទេខ្ញុំ line ទី1ដែលខ្ញុំប្រើនេះគឺខ្ញុំនឹង install NumPy អញ្ចឹងមុននឹងបានជាទម្រង់ការ download ឬក៏ការ install ទាំងអស់នេះទី1យើងត្រូវមើលទៅលើកន្លែង Google Drive អញ្ចឹង Google Drive របស់យើងនៅពេលដែលយើងចុចមកមុនដំបូងវានឹងឲ្យយើង connect ទៅ Google Drive ទី1យើងបើក Google Drive ហើយបង្កើត folder ថ្មីមួយខ្ញុំដាក់ថា new folder ហើយបន្តមកទៀតគឺខ្ញុំដាក់ឈ្មោះថាខ្ញុំដាក់ស្តៀងគ្នានឹងឈ្មោះខាងលើនេះដែរខ្ញុំ copy អញ្ចឹងខ្ញុំដាក់ v អញ្ចឹង v នឹងខ្ញុំដាក់ version ខ្ញុំឧទាហរណ៍អញ្ចឹងខ្ញុំ copy ទិន្នន័យ copy ឈ្មោះនេះហើយនៅផ្នែកខាងក្រោមនេះយើងឃើញគេដាក់ link នេះមានន័យថាដើម្បីឲ្យទិន្នន័យហ្នឹងនៅពេលដែល run ហើយគឺវា download ទៅចូល Google Drive ដែលយើងបង្កើតអញ្ចឹងដាក់ឈ្មោះឲ្យដូចគ្នាទៅទី1គឺយើងធ្វើការ connect Google Drive សិនចុចកន្លែងប្រអប់ហ្នឹងមក file ហ្នឹងមកហើយយើងធ្វើការ connect ឃើញវាប្រាប់ថាវាកំពុង connect អញ្ចឹងការ connect រៀងយូរដែរអញ្ចឹងវានៅពេលដែលវាអូខេនៅពេលដែលវាធ្វើការ process connect បានហើយវានឹងឃើញសញ្ញាខ្វែងលើភ្នែកមួយហើយនឹងលើសញ្ញា folder នឹងមួយតទៅទៀតយើងមើលមកភ្នែកខាងក្រោមលើកន្លែងទីកន្លែង Python 3ហ្នឹងមកសម្រាប់អ្នកដែលអត់ទាន់ធ្លាប់ run ពីមុនមកឬក៏ធ្លាប់ download ពីមុនមកវានឹងស្ថិតនៅខាងភ្នែក CPU ប៉ុន្តែយើងត្រូវ change យកកន្លែងនេះគឺ T4 GPU វិញហើយខាងលើនេះគឺយើងជ្រើសយក Python 3អញ្ចឹងយើងចុច save ទៅចំពោះខ្ញុំធ្លាប់ហើយគឺខ្ញុំអត់ចុច save ទេបន្ទាប់មកយើងធ្វើការ run នេះគឺ code ទាំងអស់នេះគឺខ្ញុំនឹងផ្ញើជូនក្នុង description អញ្ចឹងទី1គឺខ្ញុំ run install NumPy ពួកអីករណីខ្លះ Python ខ្លះវាអត់ទាន់ស្គាល់ NumPy ទេដោយសារតែ package របស់ Sentinel-2 DR3 នេះគឺវាប្រើប្រាស់ version NumPy 2.ឡើងពីប្រហែលថ្ងៃមុនគឺគេប្រើ 1. អញ្ចឹងខ្ញុំ install NumPy ចឹងចុច restart session នេះមកបន្តមកទៀតគឺខ្ញុំ run មើលថាតើ NumPy ហ្នឹងវា load មក version 2. នៅអូខេអញ្ចឹងមាន NumPy ហ្នឹងឡើងមក version 2.4.6 ហើយបន្តមកទៀតខ្ញុំ install package ដើម្បី download ទិន្នន័យ Sentinel-2 អញ្ចឹងចុច run បន្ទាប់ពី run កូដនេះហើយគឺយើងចុចខាងក្រោមនេះកូដខាងក្រោមនេះគឺជាកូដដែលយើងភ្ជាប់ទៅកាន់ Google Drive របស់យើងមានឈ្មោះដូចខាងក្រោម Sentinel-2 ហើយ S2 DR3V អញ្ចឹងបើយើងចូលមកយើងឃើញ Google Drive folder មួយបន្ទាប់មកទៀតគឺខ្ញុំនឹងធ្វើការ run ហើយបន្ទាប់មកទៀតនៅផ្នែកកន្លែងនេះជាផ្នែកដែលសំខាន់ date 2026 ខែ 3 ថ្ងៃ 15 នេះគឺការខ្ញុំ download នៅដែនជម្រកសត្វព្រៃលំផាត់ប៉ុន្តែអញ្ចឹងដើម្បីឲ្យនេះផ្នែកខាងនេះកូដដែលខ្ញុំប្រាប់នៅក្នុងការបង្កើត grid ដើម្បីយកជំទិន្នន័យ let long យកមកដាក់ចូលនៅក្នុងនេះ download គឺនៅក្នុងផ្នែកនេះអញ្ចឹងយើងមើលតាមផ្នែកមួយឧទាហរណ៍ថាខ្ញុំចង់ download ផ្នែកនេះមុនគេអញ្ចឹងខ្ញុំនឹងធ្វើការចុច open attribute table អញ្ចឹង longitude គឺខ្ញុំនឹងយកទៅផាសនៅកន្លែង long ខាងមុខនេះគឺ longitude អញ្ចឹងខ្ញុំផាសចូលតមកទៀតខាងនេះគឺ latitude អញ្ចឹងខ្ញុំផាសចូលតមកទៀតពេលវេលា2021ខែ 3 ថ្ងៃ 15 គឺខ្ញុំអត់ដូរទេអានឹងបញ្ជាក់ដើម្បីឲ្យទិន្នន័យនេះ download មកអត់ជាប់ពពកគឺយើងអាចប្រើ website Copernicus ដើម្បី view មើលថាតើខែណាដែលវាអត់ពពកមុននឹងយើងធ្វើការ download អញ្ចឹងគឺខ្ញុំចុច run អញ្ចឹងនៅពេល run គឺធ្វើការរងចាំយូរប្រហែលជា10ឬក៏5នាទីអាស្រ័យទៅលើសេវាអ៊ីនធឺណិតអញ្ចឹងបន្ទាប់ពីធ្វើការ run process រួចវានឹង load ទិន្នន័យមកឲ្យទិន្នន័យឃើញវាប្រាប់យើងទិន្នន័យខាងនេះគឺទិន្នន័យ original ខាងនេះគឺបន្ទាប់ពីវា convert អញ្ចឹងយើងអាចចូលមើលតាមដំណរ link នេះបានដើម្បី view មើលមុននឹងយើងធ្វើការ download អញ្ចឹងគឺខ្ញុំយកទិន្នន័យជាប្រភេទ RGB អញ្ចឹងនៅពេលដែល zoom អញ្ចឹងនៅពេលដែលយើង zoom មកឃើញថាតំបន់ដែលមានទីប្រជុំជនយើងមើលទិន្នន័យ original គឺព្រាលតែទិន្នន័យបន្ទាប់ពីយើង convert គឺវាច្បាស់នេះគឺច្បាស់សំបីតែទិន្នន័យទឹកស្រះអីព្រាលក៏វាមើលទៅច្បាស់ដែរដើម្បីធ្វើការ download ទិន្នន័យនេះចេញយើងអាចចូលមកកន្លែង Google Drive ហើយយើងមើលកន្លែងដំណរភ្ជាប់របស់យើងមិញយើងឃើញមាន KH អញ្ចឹងវាបញ្ជាក់ថាខ្មែរអញ្ចឹងយើងចូលទៅខាងក្នុងទៀត
វានឹងប្រាប់ពេលវេលាដែលយើង download 2026 ខែ 3 ថ្ងៃ 15 អញ្ចឹងវាមានទិន្នន័យមកច្រើនទិន្នន័យ TCI នេះគឺខ្ញុំអត់ទាន់បានសិក្សាច្បាស់ថាវាមានន័យថាម៉េចប៉ុន្តែទិន្នន័យនេះយើងអាចបើក view បានដោយមិនចាំបាច់ប្រើប្រាស់កម្មវិធី GIS មួយចំនួនទេគឺយើងបើកដូចជារូបភាពអញ្ចឹងប៉ុន្តែវាមាន projection coordinate system របស់វាបន្តមកទៀតយើងមើល NDVI វាមានទិន្នន័យ NDVI នៅក្នុងហ្នឹងវាមានទិន្នន័យ IRP reconstruction band គឺវាមានប៉ុន្តែយើងមើលផ្នែកខាងលើនេះគឺជាទិន្នន័យ original របស់វាយើងមើលទំហំ file ត្រឹមតែ660 KB ទេតែយើងមើលខាងក្រោមនេះគឺតម្លៃវាគឺ on port ក៏60 MB ដែរអញ្ចឹងបើទិន្នន័យដែលយើងប្រើជា TIFF ដែលផ្ទុកជាមួយនឹង band ជាច្រើនគឺនេះ MS នេះអញ្ចឹងយើងមើល253 MB អញ្ចឹងទិន្នន័យខាងលើនេះយើងអាចលុបចោលបានមុននឹងធ្វើការ download ព្រោះវាអត់មានអីសំខាន់ទេយើងអាច download យកតែ4ហ្នឹងឬក៏ download យកតែ1ហ្នឹងក៏បាន